សូមលោកអ្នកប្រុងប្រយ័ត្នក្រុមមនុស្ស4ប្រភេទនេះត្រូវបានគេហាមដាច់ខាតមិនឲ្យបរិភោគសាច់គោនោះឡើយសាច់គោវាគឺជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់សម្បូរជាតិដែកវីតាមីន B12 និងសារធាតុចិញ្ចឹមសំខាន់ជាច្រើនទៀតក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់គ្នាសុទ្ធសឹងតែស័ក្តិសមក្នុងការទទួលទានសាច់គោជាប្រចាំនោះទេទី1អ្នកដែលមានជំងឺរោគប្រគ្រីវឬអ្នកដែលកំពុងតែមានជំងឺអាស៊ីតអុយរិកឡើងខ្ពស់ចំពោះក្រុមមនុស្សទី1នេះត្រូវបានគេហាមមិនឲ្យទទួលទានសាច់គោនេះក៏ព្រោះតែសាច់គោស្ថិតនៅក្នុងក្រុមសាច់ក្រហមដែលសម្បូរទៅដោយជាតិពូរីនហើយនៅពេលដែលទទួលទានចូលទៅក្នុងរាងកាយនោះវានឹងបំផ្លែងទៅជាអាស៊ីតអុយរិកបើយោងតាមមូលនិធិជំងឺរលាកសន្លាក់ Arthritis Foundation និងវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក NIH បានឲ្យដឹងថាប្រសិនបើអ្នកកើតជំងឺរោគប្រគ្រីវឬលោកអ្នកដឹងថាកំពុងតែមានអាស៊ីតអុយរិកខ្ពស់ក្នុងឈាមលោកអ្នកមិនគួរបរិភោគសាច់គោច្រើននោះឡើយនេះក៏ព្រោះតែការដែលទទួលទានសាច់គោវានឹងបង្កឲ្យអាស៊ីតអុយរិកកើនឡើងខ្ពស់លើសដើមបង្កឲ្យមានការប្រមូលផ្ដុំគ្រីស្តាល់អុយរ៉ាតនៅក្នុងសន្លាក់របស់អ្នកបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងក្រហាយនិងហើមនៅតំបន់សន្លាក់ជាពិសេសគឺនៅតំបន់ជើងតែម្ដងដូច្នេះជាការល្អបំផុតលោកអ្នកគួរកាត់បន្ថយឲ្យបានច្រើនបំផុតនៅការទទួលទានសាច់ក្រហមជាពិសេសគឺសាច់គោគ្រឿងក្នុងគោកន្ទុយគោនិងសាច់កូនគោជាដើមទី2ក្រុមមនុស្សដែលមានជំងឺសរសៃឈាមបេះដូងឬក្រុមមនុស្សដែលមានខូលេស្តេរ៉ុលខ្ពស់ក្នុងឈាមបើយោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុង Harvard Health Publishing សាច់គោជាពិសេសប្រភេទសាច់ដែលមានជាតិខ្លាញ់ច្រើនដូចជាពពុះសាច់ដែលមានផ្ទុកនៅខូលេស្តេរ៉ុលខ្ពស់ផ្ទុកទៅដោយជាតិខ្លាញ់ឆ្អែតដែលពួកវាទាំងអស់នេះវានឹងចូលទៅបង្កើននៅកម្រិត LDL ឬក៏គេហៅថា cholesterol អាក្រក់ដែលវាអាចបង្កើនទៅជាហានិភ័យនៃការស្ទះសរសៃឈាមបង្កឲ្យកើតជំងឺគាំងបេះដូងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើមបើយោងតាម Mayo Clinic ក៏បានផ្ដល់អនុសាសន៍ដែរថាអ្នកដែលមានជាតិខ្លាញ់ខ្ពស់ក្នុងឈាមដាច់ខាតត្រូវជៀសវាងពពុះសាច់ក្រហមជាពិសេសគឺផ្នែកនៃសាច់គោជាដើមទី3ក្រុមមនុស្សដែលមានជំងឺតម្រងនោមខ្សោយតម្រងនោមឬក៏រលាកតម្រងនោមជាដើមបើយោងតាមមូលនិធិតម្រងនោមជាតិ National Kidney Foundation អ្នកដែលមានបញ្ហាតម្រងនោមត្រូវកាត់បន្ថយប្រូតេអ៊ីនសត្វជាពិសេសគឺសាច់ក្រហមដូចជាសាច់គោនេះឯងនេះក៏ព្រោះតែនៅពេលដែលរំលាយប្រូតេអ៊ីនវានឹងបង្កើតទៅជាសារធាតុអុយរ៉េនិង creatinine ដែលធ្វើឲ្យតម្រងនោមត្រូវធ្វើការធ្ងន់ជាងមុនដើម្បីច្រោះនៅសារធាតុទាំងអស់នេះអ្នកជំងឺតម្រងនោមបរិភោគសាច់ក្រហមច្រើនឬសាច់គោច្រើនពេកនោះវាក៏ងាយនាំឲ្យមានការបន្ថែមបន្ទុកបន្ថែមទៀតលើតម្រងនោមដែលជាហេតុធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរលើសដើមពពុះខ្លាញ់ឆ្អែតដែលមាននៅក្នុងសាច់គោក៏បង្កើនហានិភ័យនៃជំងឺបេះដូងផងដែរខណៈដែលអ្នកជំងឺតម្រងនោមមានហានិភ័យខ្ពស់រួចទៅហើយជាដំបូងមាននោះការបរិភោគប្រូតេអ៊ីនរុក្ខជាតិដូចជាពពុះតៅហ៊ូឬក៏សណ្តែកសៀងវាក៏អាចជួយឲ្យប្រសើរឡើងនិងមិនប៉ះពាល់នៃជំងឺរបស់អ្នកប្រសិនបើលោកអ្នកបរិភោគសាច់លោកអ្នកគួរតែជ្រើសរើសសាច់ដែលមានពណ៌សក្នុងបរិមាណតិចតួចដែលងាយរំលាយជាងសាច់ក្រហមទី4អ្នកដែលមានជំងឺរលាកពោះវៀនធំឬមានភាពមិនប្រក្រតីនៃការរំលាយអាហារឬក្រពះចុះខ្សោយបើយោងតាមក្រុមអ្នកជំនាញខាងជំងឺរំលាយអាហារនៅ Cleveland Clinic បានឲ្យដឹងថាសាច់គោវាគឺជាប្រភេទសាច់មួយប្រភេទដែលពិបាករំលាយជាងសាច់ដទៃទៀតពួកវាក៏មានផ្ទុកនៅជាលិកាភ្ជាប់ជាច្រើនដែលធ្វើឲ្យក្រពះត្រូវបញ្ចេញអាស៊ីតច្រើនលើសលប់ក្នុងការរំលាយវាងាយបង្កឲ្យមានអាការៈហើមពោះឈឺពោះទល់លាមកចំពោះអ្នកដែលមានប្រព័ន្ធរំលាយអាហារចុះខ្សោយស្រាប់ជាពិសេសពពុះសាច់គោអាំងសាច់គោជីនដែលមានសីតុណ្ហភាពខ្ពស់វាអាចបង្កើតទៅជាសារធាតុម្យ៉ាងដែលគេឲ្យឈ្មោះថា heterocyclic amine ឬគេហៅកាត់ថា HCA សារធាតុ polycyclic aromatic hydrocarbon ដែលសារធាតុទាំងពីរនេះវានឹងធ្វើឲ្យរលាកភ្នែកពោះវៀននិងមិនល្អសម្រាប់អ្នកដែលកំពុងមានជំងឺរលាកពោះវៀនស្រាប់